ជីវិតរលថ្ងៃនេះហត់ណាស់ខំយ៉ាងនេះក៏ព្រោះតែបំណុលតែមិនយល់ហេតុអ្វីបំណុលនោះសងមិនអងសងខំធ្វើការតាំងពីខ្ញុំនៅក្មេងមកដល់ពេលនេះមកខ្ញុំយ៉ាប់ណាស់បើអងសម្រងមិនដូចពីមុនរត់ថ្ងៃនេះប្រាតែទូរស័ព្ទកាន់ចាំងមានលុយខ្លាំងក៏មិនហ៊ានដកទិញព្រោះដើម្បីមនុស្សដែលខ្ញុំស្រឡាញ់ខ្ញុំមានតែទ្រង់សងគុំថ្ងៃមួយសន្សំលុយគ្រប់ខ្ញុំនឹងលែងទុំរៀបការនឹងមកមិនអោយអូនចាំរូបបងបែបនេះទៀតឡើយអូជីវិតខ្ញុំអើយតែថ្ងៃណាទៅទើបស្គាល់សង្សារទើបបានរស់ក្បែរមនុស្សខ្ញុំស្រឡាញ់ចាំតាំងពីយើងស្រឡាញ់គ្នាមកគឺមិនតិចជាង6ឆ្នាំតែអូនចាំបងរហូតមកអូសំសាបងអើយអរគុណគ្រប់យ៉ាងដែលមិនបោះបង់យកចិត្តទុកដាក់បារម្ភពីបងគ្រប់ពេលបងមិនធ្វើឲ្យអូនខកបំណងទេតែមិនអាចឲ្យអូនខ្មាស់គេសន្យាបានទេជួបគ្នានៅក្នុងរោងការរត់ថ្ងៃនេះប្រាតែទូរស័ព្ទកាន់ចាំងមានលុយខ្លាំងក៏មិនហ៊ានដកទិញព្រោះដើម្បីមនុស្សដែលខ្ញុំស្រឡាញ់ខ្ញុំមានតែទ្រង់សងគុំថ្ងៃមួយសន្សំលុយគ្រប់ខ្ញុំនឹងលែងទុំរៀបការនឹងមកមិនអោយអូនចាំរូបបងបែបនេះទៀតឡើយអូជីវិតខ្ញុំអើយតែថ្ងៃណាទៅទើបស្គាល់សង្សារទើបបានរស់ក្បែរមនុស្សខ្ញុំស្រឡាញ់ចាំតាំងពីយើងស្រឡាញ់គ្នាមកគឺមិនតិចជាង6ឆ្នាំតែអូនចាំបងរហូតមកអូសំសាបងអើយអរគុណគ្រប់យ៉ាងដែលមិនបោះបង់យកចិត្តទុកដាក់បារម្ភពីបងគ្រប់ពេលបងមិនធ្វើឲ្យអូនខកបំណងទេតែមិនអាចឲ្យអូនខ្មាស់គេសន្យាបានទេជួបគ្នានៅក្នុងរោងការអូជីវិតខ្ញុំអើយតែថ្ងៃណាទៅទើបស្គាល់សង្សារទើបបានរស់ក្បែរមនុស្សខ្ញុំស្រឡាញ់ចាំតាំងពីយើងស្រឡាញ់គ្នាមកគឺមិនតិចជាង6ឆ្នាំតែអូនចាំបងរហូតមកអូសំសាបងអើយអរគុណគ្រប់យ៉ាងដែលមិនបោះបង់យកចិត្តទុកដាក់បារម្ភពីបងគ្រប់ពេលបងមិនធ្វើឲ្យអូនខកបំណងទេតែមិនអាចឲ្យអូនខ្មាស់គេសន្យាបានទេជួបគ្នានៅក្នុងរោងការសន្យាបានទេជួបគ្នានៅ
ក្នុង